គិតទៅខ្ញុំដូចជាធ្វើមេតិការរយៈពេល5ឆ្នាំហើយហើយពេលវេលាពិតជាដើរលឿនមែនតើរយៈពេល5ឆ្នាំនេះខ្ញុំបានធ្វើដំណើរទៅទីតាំងជាច្រើនដើម្បីផលិតមេតិការរបស់ខ្ញុំឆ្លងកាត់ការខិតខំក៏ច្រើនហើយក៏មានអារម្មណ៍ថាមេតិការរបស់ខ្លួនឯងគ្រាន់បើពីមួយថ្ងៃទៅមួយថ្ងៃបងប្អូនអ្នកចង់ផលិតមេតិការចង់ដឹងអត់ថាយើងគួរធ្វើមិនទៅត្រូវប្រើជំនាញអីគេខ្លះដើម្បីធ្វើឲ្យមាតិកាយើងល្អមានគុណភាពនិងគុណតម្លៃក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកបងប្អូនអរគ្នាពាក់ព័ន្ធជាមួយនឹងបទពិសោធន៍របស់ខ្ញុំនៅក្នុងការខ្លាយខ្លួនជាអ្នកបង្កើតមាតិកាតាំងពីចំណុចដំបូងរហូតមកដល់ចំណុចមួយនេះសម្រាប់បទពិសោធន៍របស់ខ្ញុំផ្ទាល់ចង់ឲ្យមាតិការបស់ខ្លួនឯងល្អមានទាំងគុណតម្លៃមានទាំងគុណភាពគឺខ្ញុំមានកត្តា3យ៉ាងបូកបញ្ចូលគ្នាទី1គឺមាតិកាល្អអញ្ចឹងវាអាចជាប្រភេទ storytelling វាជាប្រភេទរឿងរ៉ាវបទពិសោធន៍ផ្ទាល់ខ្លួនឬក៏រឿងរ៉ាវអីមួយដែលអ្នកទាំងអស់គ្នាចង់យកមកចែករំលែកជាព័ត៌មាននិងផ្ដល់ជាគុណតម្លៃដល់អ្នកទស្សនាប៉ុន្តែមិនមែនជាប្រភេទសាច់រឿងអំពើសង្គមទេណាខ្ញុំសូមបញ្ជាក់ទី2គំនិតច្នៃប្រឌិតនិងការប្រើប្រាស់ជំនាញរបស់យើងហ្នឹងនៅក្នុងការថតដូចជាកាត់តយើងហ៊ានសូត្រដោយខ្លួនឯងខ្លះទៅហើយមើលអ្នកជុំវិញខ្លួនយើងដែលធ្វើការងារស្តៀងយើងនឹងហើយបន្ទាប់មកទៀតយើងព្យាយាមយកគំនិតច្នៃប្រឌិតរបស់យើងហ្នឹងមកសម័យទៅជាអីមួយដែលយើងចង់ឃើញហើយប្រើជំនាញរបស់យើងដែលយើងមានដូចជាការកាត់តការថតហ្នឹងជប់នៅអីដែលយើងសម័យហ្នឹងឲ្យខ្លាចជាការពិតទី3ឧបករណ៍ថតនិងសម្ភារៈនៅក្នុងការប្រើប្រាស់ដើម្បីការផលិតអញ្ចឹងនៅចំណុចមួយនេះគឺខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងកាមេរ៉ាក៏ដូចជាឧបករណ៍សម្រាប់ការកាត់តអីអញ្ចឹងទៅការប្រើប្រាស់ទូរស័ព្ទសម្រាប់យកមកថតក៏ដូចជាកាត់តអាចនិយាយថាវាជាការចាប់ផ្ដើមមួយដ៏ល្អសូម្បីតែខ្ញុំផ្ទាល់ពេលខ្ញុំចាប់ផ្ដើមថតមាតិកាដំបូងក៏ខ្ញុំចាប់ផ្ដើមដោយតាមរយៈការប្រើប្រាស់ទូរស័ព្ទនៅក្នុងការកាត់ក៏ដូចជាថតដែរខ្ញុំគិតថាវាងាយស្រួលរហ័សទាន់ចិត្តចឹងទៅហើយខ្ញុំមកថែមទាំងគិតថាអូថតត្រឹមទូរស័ព្ទបានហើយបើចាំហក់លោតទៅណាស្អីណាគុណភាពអីខ្ពស់អីទេអាហ្នឹងបបពិសោធន៍ខ្ញុំផ្ទាល់ប៉ុន្តែអាហ្នឹងវាគ្រាន់តែជាការគិតរបស់ខ្ញុំនៅក្នុងពេលដែលខ្ញុំអត់ទាន់ប្រើប្រាស់កាមេរ៉ាឯងបើឥឡូវសួរថាមួយណាស្អាតជាងមួយណាច្បាស់ជាងខ្ញុំយកកាមេរ៉ាឯងពេលដែលខ្ញុំចាប់ផ្ដើមអភិវឌ្ឍខ្លួនពីមតនការទៅមតនការគឺខ្ញុំកាន់តែយល់ច្បាស់ថាការដែលប្រើប្រាស់កាមេរ៉ាសម្រាប់ការថតវាមិនមែនគ្រាន់តែល្អជាងទូរស័ព្ទទេប៉ុន្តែវាកាន់តែធ្វើឲ្យរឿងរ៉ាវដែលខ្ញុំចង់ប្រាប់ទៅអ្នកទស្សនាវាកាន់តែមានភាពស្រស់ស្អាតជាងមុនទៀតហើយនេះគឺជា Sony A7C Mark II ជាដៃគូនៅក្នុងការផលិតមាតិការបស់ខ្ញុំអ្នកនរគ្នាឃើញមាតិការបស់ខ្ញុំមួយរយៈក្រោយហ្នឹងមានទាំងគុណភាពមានពណ៌ស្អាតដិតច្បាស់មាន creative look អីចឹងណានេះខ្ញុំប្រើនេះឯងអញ្ចឹងវាល្អមែនតើខ្ញុំកាន់តែប្រើវាកាន់តែស្វែងយល់ពីវាកាន់តែមានភាពងាយស្រួលហ្មងនិយាយមែនណាខ្ញុំគិតថា Sony A7C Mark II នេះណាគឺល្អមែនតើសម្រាប់អ្នកដែលគាត់កំពុងតែធ្វើមាតិកាហើយចង់ upgrade មាតិការបស់ខ្លួនឲ្យមានគុណភាពល្អភាពច្បាស់អីហ្នឹងគឺប្រើ Sony A7C Mark II នេះបានឬក៏បើបងប្អូនណាចង់ចាប់ផ្ដើមបង្កើតមាតិកាតែមានលទ្ធភាពនៅក្នុងការទិញកាមេរ៉ាមួយដែលមានគុណភាពណាក៏អាចទិញវាបានដែរហើយមួយទៀតបងប្អូនការប្រើប្រាស់កាមេរ៉ាវាមិនមែនគ្រាន់តែធ្វើឲ្យគុណភាពរបស់យើងច្បាស់ជាងទូរស័ព្ទមួយយ៉ាងទេប៉ុន្តែវាកាន់តែធ្វើឲ្យស្តង់ដារការងាររបស់យើងហ្នឹងឡើងទៅមកកម្រិតទៀតបើអត់ជឿខ្ញុំសាកឲ្យអញ្ចឹងហ្នឹងគឺជា3កត្តាដែលធ្វើឲ្យមាតិការបស់យើងកាន់តែល្អប្រសើរខ្ញុំក៏មានរឿងរ៉ាវទាំង5ដែលខ្ញុំរៀនសូត្របានកំឡុងពេលដែលខ្ញុំធ្វើជាអ្នកបង្កើតមាតិកាដែរអញ្ចឹងចង់ចែករំលែកទៅបងប្អូនអរគ្នាទី1ចាប់ផ្ដើមពីតូចតែចាប់ផ្ដើមពីឥឡូវនេះមិនបាច់ចាំបាច់តតែមានគ្នាច្រើនជួយថតជួយកាត់ជួយអីហើយក៏មិនបាច់ចាំបាច់តមានឧបករណ៍ថ្លៃដែរចាប់ផ្ដើមពីយើងម្នាក់ឯងចាប់ផ្ដើមពីអីដែលអ្នកទាំងអស់គ្នាមានហើយចាប់ផ្ដើមពីចំណុច0ទៅប៉ុន្តែកុំភ្លេចអភិវឌ្ឍខ្លួនឯងផងដើម្បីឈរជើងនៅក្នុងវិស័យនេះបានយូរគ្មានអីមួយដែលវាមកយើងស្រួលៗទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចាប់ផ្ដើមសាកវាទៅធ្វើវាទៅចង់ដឹងថាជោគជ័យអត់ដល់អ្នកនរគ្នាចាប់ដើមធ្វើវាទី2រៀនសូត្រតាំងពីកម្រិតដំបូងទៅរៀនសូត្រតាំងពីការហ៊ានថតការកាត់តការមើលពលឺការមើលពេលវេលាការមើលប្លង់អីចឹងទៅនិយាយទៅគឺថាឲ្យតែរៀនអីរៀនទៅដើម្បីជំរុញឲ្យយើងកាន់តែមានចំណេះដឹងបន្ថែមនៅក្នុងការធ្វើវារៀនពីខ្លួនឯងក៏បានពី YouTube ក៏បានពី AI ក៏បានពីអ្នកដទៃក៏បានទី3ការវឹកហាត់ខ្លួនឯងជាប្រចាំអាចជាការវឹកហាត់ខ្លួនឯងនៅក្នុងការថតការកាត់ក៏ដូចជាការនិយាយអីចឹងទៅទាំងមុខនិងក្រោយកាមេរ៉ាអញ្ចឹងគឺយើងត្រូវតែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃទី4 upgrade when you are ready
chẳng chỉ nói môi ní cứ nhung trong lực từ chất bông bồn tha nợ bây để dưỡng mẹ rõm ha khuôn anh cua tại chiên tơ chỉ nói môi tiên hao nhé chạp đàm tơ tên camera môi đa thọt đầm bây phùng răng quân ở phía bắc luôn anh phùng răng standard bắc luôn anh ở lôi mà ok chắc bà xin chị ở đăng tha ta cua tên camera ấy đầm bầy xã xong cho mùi nâng ca và lật Mitica lược tầm 4 rồi có chắp đam upgrade Mitica bọc luôn ấy ai pra Sony A7C Mark II ní bàn Sony A7C Mark II ní ha bà to bị nhông ban pra hao nhé nhóm hiên giải tha về chi chùm rớt đó là o mình tên sẽ nẹ bật cao Mitica vì chui trơn mình tên giải tới o tại camera bọc Sony bọc hếtสำหรับ creator หรือก็ vlogger คือវាមាន function មួយវាងាយស្រួលនៅក្នុងការចាប់ focus មែនតែនមកចឹងពេលអ្នកគ្នាបែរទៅណាទៅណីចឹងវាងាយស្រួលនៅក្នុងការច្បាស់លឿនចាប់យកអ្នកគ្នាលឿននៅក្នុងហ្នឹងវាមាន creative look ទៀតcreative look ហ្នឹងគឺល្អមែនតើសម្រាប់អ្នកដែលគាត់អត់ចេះកែពណ៌យើងគ្រាន់តែថតរហូតទៅវាមានពណ៌នៅក្នុងហ្នឹងហ្មងហើយពណ៌ស្អាតៗហ្នឹងដូចខ្ញុំដាក់អ្នកគ្នាមើលនេះសិតតែខ្ញុំថតពី creative look ព្រោះថាអាហ្នឹងគឺខ្ញុំបាច់ចាំបាច់ហត់កែពណ៌ម្ដងទៀតទេក្នុង creative look ហ្នឹងមានជម្រើសច្រើនសម្រាប់បងប្អូនអ្នកគ្នាហើយនិយាយទៅងាយស្រួលហ្មងបេតុងនៅលើហ្នឹងអីគឺបងប្អូនធ្វើការស្រាវជ្រាវមួយផ្លែគឺចេះហ្មងខ្ញុំឥឡូវគឺថាសួរអីក៏បានដែរពី A7C Mark II នេះអូខេចំណុចចុងក្រោយគេគឺទី5ត្រូវតែអភិវឌ្ឍខ្លួនក៏ដូចជារៀនសូត្រនៅអីដែលថ្មីៗនិងសាកអីដែលថ្មីគុំនៅបន្ទាត់ដដែលអសោះព្រោះថាភាពដដែលជាសត្រូវរបស់សិល្បៈត្រូវធ្វើម៉េចឲ្យខ្លួនឯងមានជំនាញលើពី2ហើយក៏ត្រូវបើកចិត្តស្ដាប់ក៏ដូចជាទទួលយកនៅចំណុចខ្វះខាតដែលអ្នកដទៃប្រាប់មកយើងផងប៉ុន្តែយើងក៏ត្រូវតែរក្សាគោលចំហរបស់ខ្លួនឯងដែរមិនអ្នកដទៃប្រាប់ម៉េចឬក៏ប្រាប់មកគឺយើងអត់មាន filter វាយើងទទួលយកទាំងអស់ហេតែអញ្ចឹងណាយើងត្រូវផ្លាស់ប្ដូរចក្ខុវិស័យតាមអ្នកដទៃផ្ដេសផ្ដាស់ហើយមួយទៀតបងប្អូនការមានជំនាញលើសពី2វាមិនមែនជាបន្ទុកវាមិនមែនជាការដែលធ្វើឲ្យអ្នកទាំងអស់គ្នាល្វើជាងមុនទេប៉ុន្តែវាពិតជាជួយសម្រួលដល់ការងារផលិតឬក៏ការងាររបស់យើងខ្លាំងមែនតើហ្មងយើងសាកសម័យមើលនៅពេលដែលយើងមានក្តីសម័យមួយយើងមានការសម័យថាអូខេចង់បានរូបរឿងចេះចង់បាន flow វីដេអូអញ្ចេះតែដល់ពេលហើយយើងយកអាហ្នឹងទៅប្រាប់គេទាំងដែលយើងអត់ចេះទេអញ្ចឹងសួរថាយល់គ្នាអត់ចឹងវាក៏ជួយសម្រួលដែរបើសិនជាយើងមានក្រុមការងារក៏ជួយឲ្យការងាររបស់យើងនឹងដើរលឿនល្អដែរអ្នកទាំងអស់គ្នាកុំខ្លាចនឹងការចាប់ផ្ដើមណាព្រោះថាអ្នកល្បីអ្នកខ្លាំងអ្នកបកកែនៅលើពិភពលោកពួកគាត់ទាំងអស់គ្នាក៏សិតសឹងតែជាអ្នកចាប់ដើមពីជំហានដំបូងដែរអូខេបងប្អូនទាំងអស់គ្នាសរុបមកវិញសម្ភារៈដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងការថតនេះមិនមែនគ្រាន់តែជាឧបករណ៍នៅក្នុងការផលិតមាតិកាទេប៉ុន្តែវាគឺជាវត្ថុដែលនាំខ្ញុំទៅមកជំហានទៀតហើយទទួលបាននៅរឿងរ៉ាវជាច្រើនរឿងរ៉ាវថ្មីជាពិសេសរឿងរ៉ាវដែលខ្ញុំអត់ដែលរំពឹងទុកពីមុនសោះពីមួយប្លង់ទៅមួយប្លង់ពីមួយជំហានទៅមួយជំហានពីមួយដំណាក់កាលទៅមួយដំណាក់កាលសិតសឹងតែជារឿងរ៉ាវដែលយើងអាចបង្កើតបានអញ្ចឹងចាំដល់អង្គការទៀតបងប្អូនអ្នកគ្នាចាប់ផ្ដើមយកក្តីសម័យរបស់ខ្លួនឯងចាប់ផ្ដើមចាប់កាន់នៅកាមេរ៉ាដែលខ្លួនឯងស្រឡាញ់ហើយនឹងបង្កើតនៅអ្វីដែលខ្លួនឯងចង់ឲ្យពិភពលោកនេះបានឃើញព្រោះថាពិភពលោកកំពុងតែរងចាំមើលនៅអ្វីដែលអ្នកទាំងអស់គ្នាចង់ចែករំលែក